ទីពីរអតិពលនៃកត្តារាំងស្ទះគឺការសម្អាតបាទការសម្អាតអញ្ចឹងពុកម៉ែបងប្អូនគឺធ្វើហើយបាទការសម្អាតមេឃសម្អាតដើមសម្អាតគល់ដល់ការបាញ់ដំស្មៅសម្អាតស្លឹកចន្ទីស្លឹកដើមចន្ទីអីជាដើមប៉ុន្តែការសម្អាតទាំងអស់នោះដូចខ្ញុំនិយាយវិញទៅចំណុចទី1អតិពលនៃពេលវេលាសម្អាតខុសពេលសម្អាតខុសពេលដោយសារសម្អាតត្រូវពេលយើងត្រូវសម្អាតតាំងតែពីដើមរដូវភ្លៀងដើម្បីឲ្យចន្ទីមានការបន្លាស់ត្រួយថ្មីឬក៏ឲ្យចន្ទីវាដុះឬថ្មីទៅតាមរយៈទឹកភ្លៀងបាទអញ្ចឹងអតិពលនៃទឹកភ្លៀងនេះគឺជួយជំរុញជីមួយឲ្យរុក្ខជាតិរបស់យើងលាស់ត្រួយបាត់ទៅហើយប៉ុន្តែដោយសារអតិពលនៃការមិនទាន់បានតែមេឃមិនទាន់បានសម្អាតស្មៅសម្អាតដីវានៅមានអតិពលចង្រៃនៅក្នុងការគ្រប់គ្រងឲ្យចន្ទីរបស់យើងហ្នឹងគឺលាស់ត្រួយលាស់រឹសមកសាល់អាត់ស៊ីទៅវិញអស់លាស់រឹសមកគឺធ្វើឲ្យសារធាតុពុលឬក៏កាកសំណល់ផ្សេងពពុះផ្សិតពពុះអីដែលកហ្នឹងធ្វើឲ្យចន្ទីរបស់យើងខូចខាតទៅវិញអានេះគឺជាកត្តាចង្រៃនៃការសម្អាតអញ្ចឹងការសម្អាតគឺជាកត្តាសំខាន់មួយដែលមានឥទ្ធិពលបំផ្លាញទៅដល់ការលូតលាស់ក៏ដូចបំផ្លាញទៅដល់ទិន្នផលផងដែរកាលណាតែលូតលាស់អត់ល្អសម្អាតមិនបានមានពលឺចូលគ្រប់គ្រាន់កម្ដៅថ្ងៃចូលអត់បានខ្យល់ចូលអត់បានគឺធ្វើឲ្យការបាត់បង់នៃគុណភាពនៃការលាស់ត្រួយនៃការផលិតផ្លែផ្កានេះហើយគឺឥទ្ធិពលនៃការសម្អាតហើយប្រជាកសិករយើងគាត់តែងតែមានបញ្ហានៅត្រង់ការសម្អាតនេះពេលខ្លះអត់ស្គាល់ពូជនៃដំណាំខ្លួនឯងដែលដាំដូចជាពូជ M21 M10 អីដែលវាមានមែកគេហៅថាពលឺកន្លែងណាក៏ចូលដោយសារវាអត់មានមែកជាឆាត់ដូច M23 ពេលខ្លះក៏តែអាមែកក្នុងអស់ចឹងអាពួក M21 នេះមេក្នុងមកវាកំពុងថ្មីមកនោះគឺផ្លែឆ្លៃតែម្ដងសំបីតែលាស់ចេញពីគល់មកចង្អាមពីគល់មានលាស់កំពុងថ្មីគឺយើងត្រូវទៅទុកដែរដោយសារពលឺវាចូលគ្រប់គ្រាន់ប៉ុន្តែផ្ទុយទៅវិញ M23 យើងអត់ត្រូវការទុកអាហ្នឹងទេដោយសារមេវាឆាត់អញ្ចឹងវាក្រោបដណ្ដប់ដោយពលឺអាពួកមេក្នុងវាខូចបើយើងទុកក៏វាខូចហើយក៏វាអតិពលរបស់វាគឺធ្វើឲ្យសាល់អាត់តាក់ទាញសាល់អាត់ខ្លាំងនេះគឺជាការតែងសម្អាតក៏វាតាក់ទងទៅនឹងការចំណេះដឹងមួយដែរបាទអញ្ចឹងធ្វើម៉េចឲ្យមានពលឺចូលគ្រប់គ្រាន់ឲ្យវាមានខ្យល់និងមានកម្ដៅថ្ងៃអីវាជាអតិពលមួយក្នុងការជួយឲ្យជីធម្មជាតិដែលខ្លួនឯងនឹងបង្កើតដោយអត់ចាំបាច់ចំណាយបាទអត់ចាំបាច់ចំណាយនេះគឺអតិពលនៃការសម្អាតអតិពលមួយទៀតគេហៅអតិពលនៃការកម្ចាត់ការកម្ចាត់កម្ចាត់យើងដឹងហើយថាពួកកណ្ដៀរនៃម៉ូតូផ្សេងសាល់អត់សត្វខ្ញុងសត្វចង្រៃមិនថាពពួកទឹកកែពពួករឿងរងសតអីគេអញ្ចឹងណាដែលវាចូលចិត្តស៊ីកតាអតិពលនៃចង្រៃមិនថាប្រព័ន្ធរឹសថ្មីដុសចេញមកខ្ចីហ្នឹងវាស៊ីកាត់អញ្ចឹងចន្ទីដែលវាលាស់រឹសថ្មីមកដើម្បីពួកនោះស៊ីកាត់អស់វាធ្វើឲ្យចន្ទីរបស់យើងអត់សូវលាស់ត្រួយទេបាទអញ្ចឹងហើយបានជាកតាកម្ចាត់នេះយើងអាចប្រើពពួកម្សៅកបោកសិកម្មដែលគេផលិតមកដើម្បីជួយបាចទៅលើដីឲ្យមានការកម្ចាត់ពពួកជាតិពុលជាតិអាស៊ីតឬក៏កត្តាចង្រៃផ្សេងៗហ្នឹងបាទហើយក៏វាក់ទៅនឹងសារល្អិតមួយចំនួនក៏យើងត្រូវការប្រើពពួកសារធាតុថ្នាំមួយចំនួនដែលគេផលិតមកដើម្បីកម្ចាត់ដែរបាទមិនថាកម្ចាត់កណ្ដៀរមិនថាកម្ចាត់ពពួកចៃសដែលស៊ីយីប្រព័ន្ធឬឯជាដើមនេះគឺកត្តាកម្ចាត់កត្តាមួយទៀតគេហៅកត្តាអតិពលនៃការបង្កើនជីឲ្យរុក្ខជាតិរបស់យើងហ្នឹងស៊ីឲ្យគ្រប់គ្រាន់បាទពេលខ្លះជីកើតនៅក្នុងដីកំប៉ុស្តដែលវាកើតក្នុងដីវាអត់គ្រប់គ្រាន់ទេអញ្ចឹងបានជាយើងផលិតជីធម្មជាតិសរីរាង្គដែលមានឥទ្ធិពលនៅក្នុងដីយូរហើយចិញ្ចឹមរុក្ខជាតិយើងបានមួយឆ្នាំពេញឬក៏មួយវត្តពេញហ្នឹងគឺដែលផលិតចេញពីលាមកសត្វនិងកាកសំណល់ដែលវាអត់មានឥទ្ធិពលសាយភាយតាមកម្ដៅថ្ងៃចោលសាយភាយតាមខ្យល់សាយភាយតាមការរលាយប្រតិកម្មមួយទឹកអីជាដើមអញ្ចឹងវាប្រតិកម្មបំបីខ្លួនបង្កើតជីវៈមានប្រយោជន៍ទៅសន្សំជាមួយនឹងដីធ្វើឲ្យដីរបស់យើងមានរុនខ្យល់ផុសធូរមានសំណើមចិញ្ចឹមបានល្អអញ្ចឹងឥទ្ធិពលទាំង4នេះតែប្រជាកសិករយើងគួរតែចាប់អារម្មណ៍ទី1ពេលវេលាចាប់ដើមអង្គិលមកថែទាំតែមេពីខែ5ខែ6ខែ7វិញទៅហើយដាក់ជីនៅក្នុងកំឡុងខែ6ឬក៏ខែ7យ៉ាងយូរបាទឥទ្ធិពលសម្អាតគឺយើងត្រូវតែសម្អាតដោយការសម្អាតតែមេយកពលឺយកខ្យល់ឲ្យគ្រប់គ្រាន់និងក្នុងការអតិពលកម្ចាត់គឺយើងកម្ចាត់ពពួកមេរោគចង្រៃទៅវិញហើយនឹងបង្កើនជីដោយធម្មជាតិឬក៏ជីសរីរាង្គដែលមានអតិពលចិញ្ចឹមបានយូរផងដែរ